កម្មរក106យកតែមើលហ្នឹងណាហើយយ៉ាងម៉េចសុខអស់គ្នាតើបងហីចាសុខទេហើយរឿងកូនចៅនោះយ៉ាងម៉េចទៅហើយខ្ញុំមិនណេះណាខំតែចាំមើលផ្លូវបាត់ដំណឹងឲ្យឆឹងយើងគួរតែរកកន្លែងមួយឲ្យស្រួលជាងនេះបន្តិចដើម្បីនិយាយគ្នាណាបើអញ្ចឹងយើងទៅហាងទៅនោះស្ងាត់ហេតុតិចទៀតណាបងតោះបងសប្បាយជាតិទេបងអត់អីទេចុះទីដានោះយ៉ាងម៉េចទៅហើយអត់អីទេណាអូនបងអញ្ជើញពិសាទៅណាកុំខ្លាចចិត្តខ្លាចខ្លាំងអីហើយបងចង់ពិសាទឹកអីដែរអូនធ្លាប់ហៅអីឆ្ងាញ់ហៅដូចគ្នាមកណាចាសូមគេដល់កូនកកពីហាមកអូនណែបងពិសាទៅកុំខ្លាចចិត្តខ្លាចខ្លាំងអីចាអរគុណអូនចេញញ៉ាំចាបងចេញពិសាទៅបងចេញភាសាសិនទៅណាខ្ញុំសុំទៅបន្ទប់ទឹកតែមួយផ្លេតទេចាចេញមកបានឬអត់តែខ្ញុំថាលោកគួរតែអញ្ជើញមកដើម្បីឲ្យគាត់បានឃើញមុខហ្នឹងណាចាតើមានឱកាសល្អចាបើអញ្ចឹងខ្ញុំចាំចា ខ្ញុំមកដែរបាទអញ្ចឹងអង្គុយមកឡើយបាទអរគុណខ្ញុំផ្លេចជំរាបផ្លាត់បងនេះគឺជាអ្នកបងស៊ីណាត់ម្ដាយរបស់ធីតាហ្នឹងណាអូបាទអ្នកមានជំរាបសួរចាជំរាបសួរលោកហើយចំណែកខាងនេះគឺជាលោកលន់ដែនដែលខ្ញុំនិយាយប្រាប់បងពីថ្ងៃមុននោះអីអូអញ្ចឹងហ៎ចាខ្ញុំត្រេកអរណាស់ដែលបានស្គាល់អ្នកមានថ្ងៃនេះគឺថាដូចជាចៃដន្យមែនតើបានជួបគ្នាតែខ្ញុំគិតថាដូចជាមិនចៃដន្យអីទេប្រហែលជាភ័ព្វព្រៃវាសនាច្រើនជាងទៅបណ្ដាលឲ្យលោកដែនមកដល់ទីនេះហ្នឹងណាមែនទេបងចាជាអ្វីក៏ត្រូវដែរចៃឬក៏ព្រេងវាសនាដូចតែគ្នាតាសំខាន់ណាស់ថ្ងៃនេះខ្ញុំបានជួបមុខលោកផ្ទាល់បែបនេះខ្ញុំសប្បាយចិត្តណាស់ខ្ញុំក៏សប្បាយចិត្តដែរអ្នកមីងគឺថាខ្ញុំចង់ជួបអ្នកមីងយូរហើយក៏ប៉ុន្តែមានឱកាសជួបអ្នកមីងសោះតែឥឡូវនេះមានឱកាសហើយតាគួរតែកុំឲ្យកន្លងផុតទៅអត់ប្រយោជន៍គួរតែក្តាប់ទៅជាប់នឹងលោកដែរមែនហើយអ្នកស្រីលៀននិយាយត្រូវណាស់ខ្ញុំគួរតែក្តាប់ឱកាសនេះឲ្យបានមែនទេអ្នកមីងចាអញ្ចឹងហើយតាមពិតទៅគេមានរូបរាងសមរម្យស្អាតបាតតាសំដីសម្ដៅអីក៏ទន់ភ្លន់រឹកពីក៏ថ្លៃថ្នូរសមជាអ្នកមានទ្រព្យសម្បត្តិនិងកិត្តិយសមែនកូនធីតាបានគេធ្វើជាប្តីពិតជាមានសំណាងមែនហើយយកទៅជន់ទៅលើ
សុំចេញអង្គុយសាឡុងសិនទៅផ្ទះខ្ញុំនៅលើជាអៀតណាมันអាចទទួលឲ្យបានសមរម្យទេបាទអ្នកមីងមិនអីទេកន្លែងណាក៏បានដែរខ្ញុំមិនចេះប្រកាន់ទេតែខ្ញុំនៅតែខ្លាចចិត្តលោកព្រោះលោកមានទាំងកិត្តិយសទាំងទ្រព្យសម្បត្តិមិនសមមកអង្គុយនៅកន្លែងរបៀបនេះទេអូមីងខ្ញុំមិនចេះប្រកាន់អ្វីទាំងអស់កាលពីមុនខ្ញុំក៏ធ្លាប់ក្រដែរអារឿងមានក្រនេះមីងកុំអារម្មណ៍អីខ្ញុំអរគុណលោកហើយដែលលោកបានជួយគ្រប់គ្រងដល់ផ្ទះខ្ញុំហើយខ្ញុំមិនដឹងជារកពីអ្វីមកនិយាយឲ្យបានសមទេកុំគិតចាស់អីមីងតែខ្ញុំជួយគឺខ្ញុំជួយហើយមិនប្រែក្រឡាស់ទេចាំខ្ញុំថែមលើទិញរថយន្តឲ្យលោកពូជិះធ្វើការលោកនៅសេរីប្រាប់ខ្ញុំថាគាត់ជិះម៉ូតូចាស់ទៅធ្វើការហើយម៉ូតូហ្នឹងអសាខំទៀតផងមីងបើមានរឿងអីប្រាប់ខ្ញុំមកចុះខ្ញុំនឹងជួយមីអស់ពីចិត្តកុំក្រាច់ចិត្តខ្ញុំអីណាមីងខ្ញុំសូមអរគុណលោកក្មួយហើយទេអ្នកមីងកុំស្ពះខ្ញុំអីអ្នកមីងបាបខ្ញុំស្លាប់ហើយតាមពិតទៅគួរតែខ្ញុំទេជាអ្នកសំពះអ្នកមីងនោះហើយខ្ញុំគិតថាវាខ្ញុំគ្រួសារអ្នកមីងនឹងបានសាសនាជាមុំទៀតមែនទេអ្នកមីងខ្ញុំក៏គិតអញ្ចឹងដែរណាលោកគ្រប់គ្នា